កាត់សំឡេងរំខានចេញពីវីដេអូដោយនៅក្នុងឧទាហរណ៍នេះ Hey, what's the name of the place you suggested? Oh, it's on the corner of Atlantic and 7th. Oh, okay. បងប្អូនអាចចូលទៅសាកល្បង AI ថ្មីមួយដែលឥតគិតថ្លៃគឺជា AI របស់ក្រុមហ៊ុន Meta ចឹងដើម្បីចូលទៅសាកល្បង AI មួយនេះបងប្អូនអាចចូលមកកាន់ Google រួចយើងវាយពាក្យថា Sam Audio ចឹងយើងវាយមកយើងនឹងឃើញគេដាក់ Sam Audio ហើយមាន logo ក្រុមហ៊ុន Meta នៅលើហ្នឹងណាចឹងយើងចុចទៅលើ website ហ្នឹងមកដែលគេដាក់ថា ai.meta.com Sam Audio ចឹងយើងចុចលើ website នេះមកបន្ទាប់មកយើងចុចទៅលើពាក្យថា try the playground អូខេចឹងយើងនឹងឃើញផ្ទាំង window បែបនេះហើយយើងអាចចុចលើកន្លែង upload នេះដើម្បី upload វីដេអូរបស់យើងណាដើម្បីសាកល្បងបានឬក៏មួយទៀតយើងអាចរើសយកវីដេអូនៅខាងក្រោមនេះក៏បានឬក៏យើងចុចលើកន្លែងនេះក៏បានយើងឃើញមានជម្រើសដែលគេដាក់ឲ្យយើងសម្រាប់សាកល្បងហ្នឹងកាន់តែច្រើនជាងនឹងទៀតអញ្ចឹងខ្ញុំរើសយកឧទាហរណ៍មួយឧទាហរណ៍ថាវីដេអូមួយនេះអូខេអញ្ចឹងនេះគឺជាវីដេអូដែលយើងនឹងតេស្តសាកល្បងអញ្ចឹងនៅខាងឆ្វេងដៃនេះយើងឃើញមានប្រអប់មួយដែលគេដាក់ឲ្យយើងទុកសរសេរដូចជា prompt អញ្ចឹងបើសិនជាយើង play វីដេអូរបស់យើងទៅយើងឮសូរសំឡេងអីដែលយើងចង់កាត់ចោលយើងអាចវាយពាក្យហ្នឹងទៅអញ្ចឹងឧទាហរណ៍ដូចនៅលើវីដេអូដែលខ្ញុំយកមកសាកល្បងនេះគឺវាមានសំឡេងសារ៉ែននៅពីក្រោយនឹងច្រើនអញ្ចឹងខ្ញុំសាកល្បងខ្ញុំវាយពាក្យថា siren background noise អញ្ចឹងចុះឧទាហរណ៍ហ្នឹងហើយអញ្ចឹងបន្តមកយើងចុចលើពាក្យ isolate sound ទៅគឺ AI វានឹងធ្វើការអញ្ចឹងចំពោះការរងចាំយើងរងចាំតែមួយផ្លែទេហើយយើងនឹងទទួលបាននៅលទ្ធផលរបស់យើងអញ្ចឹងឥឡូវនេះគឺយើងទទួលបានហើយអញ្ចឹងយើងនឹងឃើញគេដាក់នេះ isolated sound នេះនៅកណ្ដាលនេះអញ្ចឹងនៅពេលដែលយើងបិទវាទៅគឺយើងនឹងទទួលបាននៅអាសំឡេងនិយាយហ្នឹងអញ្ចឹងឥឡូវខ្ញុំតេស្តសាកល្បងឲ្យអ្នកទាំងអស់គ្នាមើលToday we're talking about everyone's favorite topic, the one you always want to know more about, the beloved, the hated, the coveted microphone windscreens, right? អញ្ចឹងអានេះគឺយើងឃើញថាវាអាចធ្វើការបានល្អមែនទែនហើយសម្រាប់ការ remove នោះគឺវារៀងប្លែកពី AI មុនបន្តិចដោយសារយើងត្រូវសរសេរ prompt ថាយើងចង់ remove សលេងអីចឹងណាហ្នឹងហើយបើពីមុនមកគឺវា auto បន្តិចអញ្ចឹងបន្ទាប់ពីយើងពេញចិត្តហើយយើងអាចចុចលើសញ្ញា download នៅខាងស្ដាំនេះមកអញ្ចឹងយើងនឹងឃើញមានជម្រើស3អញ្ចឹងដើម្បី download file ដែលកាត់ noise ហើយហ្នឹងគឺយើងយកពាក្យមួយនេះ without isolated sound នេះអញ្ចឹងយើងយកអាហ្នឹងមកយើងចុចលើសញ្ញា download ទៅគឺជាការស្រេចអញ្ចឹងកុំភ្លេចចូលទៅសាកល្បងទាំងអស់គ្នាអរគុណសម្រាប់ការតាមដានវីដេអូមួយនេះកុំភ្លេចចុច like share និង follow ហើយយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ